ជាដំបូងសូមគោរពជំរាបសួរសូមថ្វាយស្រីល្អដល់ព្រះជាម្ចាស់នៃគុណឋានសួគ៌ថ្ងៃនេះខ្ញុំបាទលោកនរ៉ាន់ជាគ្រូពង្វាលនឹងណែនាំហើយបង្រៀនយើងទាក់ទងអំពីព្រះគម្ពីរភាពជាអ្នកបម្រើព្រះម្ចាស់ Learn Bible Servants of the Lord Jesus Christ អញ្ចឹងភាពជាអ្នកបម្រើព្រះអង្គនោះយ៉ាងដូចម្ដេចកន្លងមកគ្រូបរិស័ទយើងតែងតែលើកភាពជាអ្នកដឹកនាំឬក៏ជាភាពជាគ្រូពង្វាលអីចឹងទៅតាមពិតភាពជាអ្នកដឹកនាំភាពជាគ្រូពង្វាលត្រឹមត្រូវមិនមានអ្វីខុសនោះទេប៉ុន្តែនៅក្នុងព្រះគម្ពីរព្រះអង្គតែងតែលើកទឹកចិត្តដល់អ្នកណាដែលបម្រើគេព្រះអង្គរាប់ថាអ្នកណាដែលបម្រើហើយឬក៏អ្នកដែលតូចជាងគេគឺជាអ្នកដែលធំជាងគេនៅក្នុងនគរឋានសួគ៌នៅថ្ងៃនេះខ្ញុំបាទសូមស្វាគមន៍អ្នកបងប្អូនមកសិក្សាជាមួយគ្នានៅក្នុងព្រះគម្ពីរមួយព្រះគម្ពីរទីតូសមុននឹងយើងចូលនៅក្នុងព្រះគម្ពីរទីតូសគោលបំណងដែលយើងបើកព្រះគម្ពីរតើយើងមានគោលបំណងយ៉ាងដូចម្ដេចពីព្រោះដើម្បីទៅទីណាមួយយើងចង់ដឹងអំពីគោលបំណងរបស់យើងតើយើងទៅនោះទៅធ្វើអីហើយមានគោលបំណងយ៉ាងដូចម្ដេចដែរតោះយើងទៅជាមួយគ្នាគោលបំណងរបស់យើងនៅពេលដែលយើងបើកព្រះបន្ទូលហើយសិក្សាជាមួយគ្នានៅថ្ងៃនេះយើងមានគោលបំណងច្បាស់លាស់បើកព្រះបន្ទូលហើយសិក្សាជាមួយគ្នា Our desire as we open God's word and learn together បាទអញ្ចឹងគោលបំណងរបស់យើងទី1ជំរុញសេចក្តីជំនឿលើព្រះម្ចាស់យេស៊ូវគ្រីស្ទ encourage our faith in the Lord Jesus Christ អញ្ចឹងគោលបំណងទី1គឺយើងជំរុញសេចក្តីជំនឿយើងអត់ចង់មាននាមជាគ្រិស្តបរិស័ទប៉ុន្តែជាគ្រិស្តបរិស័ទមួយដែលមិនស្គាល់មិនយល់ហើយមិនអាចនឹងឆ្លើយនៅសំណួរអ្នកបងប្អូនផ្សេងដែលគាត់ចង់ដឹងចង់យល់ទេអញ្ចឹងយើងជាគ្រិស្តបរិស័ទមួយដែលលូតលាស់មិនមែនភាសាជាទូទៅគេហៅ Christian បាទ Christian ប៉ុន្តែយើងជា Christian ដែលទទួលបានព្រះពរមានការលូតលាស់បន្តទៅទៀតពង្រឹងការបដិញ្ញាចិត្តជាអ្នកបម្រើព្រះម្ចាស់យេស៊ូវគ្រីស្ទ Challenge our commitment as servant of the Lord Jesus Christ បាទពង្រឹងការបដិញ្ញាចិត្តកន្លែងនេះគឺសំខាន់អ្នកបងប្អូនយើងត្រូវមានភាពច្បាស់លាស់និងមានជំហរច្បាស់លាស់និយាយរួមយើងត្រូវតែពង្រឹងការបដិញ្ញាចិត្តរបស់យើងឲ្យច្បាស់ដើម្បីក្នុងស្ថានភាពណាក៏ដោយក៏យើងនៅតែអាចបម្រើព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទបានដែរអាមែនបាទអរគុណព្រះអង្គតទៅទៀតជំរុញបណ្ឌកិច្ចក្នុងក្រុមជំនុំនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទអរគុណព្រះអង្គនៅក្នុងសម័យបច្ចុប្បន្ននេះយើងបានទទួលនៅព្រះគុណបរិបូរណ៍ដើម្បីនឹងធ្វើកិច្ចការបម្រើព្រះអង្គបានដោយព្រះអង្គបានប្រទានសន្តិភាពព្រះអង្គប្រទានឲ្យយើងមាននៅរបស់ដែលយើងអាចនឹងធ្វើកិច្ចការបម្រើប្រជាម្ចាស់បានជាច្រើនទៅតាម social media ទៅតាមព័ត៌មានវិទ្យាផ្សេងៗដែលយើងអាចនឹងធ្វើកិច្ចការងារបម្រើព្រះអង្គបានចំណុចបន្តទៀតបញ្ឆេះដួងចិត្តឆេះឆួលសម្រាប់ព្រលឹងដែលបាត់បង់ឲ្យត្រឡប់ទៅរកព្រះម្ចាស់អាមែនកន្លែងនេះសំខាន់ណាស់បងប្អូនហើយក្នុងភាពយើងជាអ្នកដែលបានទទួលនៅសេចក្តីសង្គ្រោះនៅពេលអ្នកបងប្អូនខ្ញុំគិតហើយសម័យនៅពេលដែលយើងដើរទៅមាត់ស្ទឹងឬក៏មាត់ទន្លេមាត់សមុទ្រនៅឃើញមានទីលំទឹកឬក៏ឃើញមានគេត្រូវការជំនួយតើដួងចិត្តរបស់យើងមានដួងចិត្តនឹងការស្រង់គេឲ្យឡើងលើគោកដូចយើងដែរឬអត់សម្រាប់ខ្ញុំនឹងធ្វើឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំដើម្បីនឹងជួយដល់អស់អ្នកដែលកំពុងលង់ទឹកឬត្រូវការជំនួយនោះដូចគ្នាដែរការបញ្ឆេះដួងចិត្តបាទបញ្ឆេះដួងចិត្តឆេះឆួលសម្រាប់ព្រលឹងដែលបាត់បង់គឺជារឿងមួយត្រេកអរសប្បាយរីករាយនៅនគរឋានសួគ៌
ឋានសួគ៌សប្បាយនៅពេលណាដែលកូនពៅវង្វេងបានត្រឡប់មករកឪពុកវិញបាទតាមពិតអ្នកបងប្អូនទាំងអស់ដែលមិនទាន់ជឿគ្រាន់តែគាត់មិនទាន់មានឱកាសឬមិនទាន់មានឱកាសប្រែចិត្តប៉ុណ្ណោះគាត់នឹងយើងគឺតែមួយទេគឺជាបងប្អូនដែលព្រះទ្រង់បានបង្កើតមកផែនដីនេះដូចជារឿងកូនពៅវង្វេងអញ្ចឹងកត្តាដែលធ្វើឲ្យកូនពៅវង្វេងទីមួយគាត់ចង់មានសេរីភាពពីឪពុករបស់គាត់បាទគាត់ចង់ឲ្យឪពុកគ្រប់គ្រងគាត់ចង់បានទ្រព្យសម្បត្តិហើយគាត់ចង់ចេញឆ្ងាយពីឪពុករបស់គាត់ការដែលចង់បានទ្រព្យសម្បត្តិប្រៀបដូចជាចង់បានរបស់នៅលោកីយ៍នេះរបស់នៅលោកីយ៍នេះมันអាចនឹងគង់វង្សថិតថេរជានិរន្តរ៍ទេនៅពេលណាមួយរបស់ទាំងអស់នោះត្រូវបានបាត់បង់យើងជាគុណរបស់ព្រះអង្គពិតណាស់យើងចង់ត្រឡប់មករកព្រះជាម្ចាស់វិញការប្រែចិត្តពិតប្រាកដគឺជាការទទួលស្គាល់នៅកំហុសរបស់ខ្លួនហើយការងើបឈរហើយទៅរកព្រះជាម្ចាស់មិនគ្រាន់តែឮមិនគ្រាន់តែស្ដាប់ទេគឺត្រូវតែធ្វើដំណើរទៅរកព្រះជាម្ចាស់វិញនេះហើយគឺជាការប្រែចិត្តដ៏ពិតប្រាកដអរគុណព្រះអង្គគោលបំណងរបស់យើងនៅពេលដែលយើងបើកព្រះបន្ទូលនៅវេលានេះគឺមានគោលបំណងចំណុច4សំខាន់ឥឡូវយើងទៅជាមួយគ្នានៅព្រះគម្ពីរតេតុសតែម្ដងព្រះគម្ពីរតេតុស The Book of Titus ផ្នែកទី1 Session 1រាជសារទៅកាន់អ្នកបម្រើអរគុណដល់ព្រះអង្គថ្ងៃនេះរាជសារទៅកាន់អ្នកបម្រើព្រះអង្គមិនត្រឹមតែជាគ្រូគម្ពីរទេគឺអស់អ្នកដែលឮហើយធ្វើតាមព្រះបន្ទូលព្រះអង្គនោះឯងប៉ុន្តែក្នុងអត្ថបទនេះខ្ញុំបាទសរសេរ message for pastor បាទសំខាន់គោលដៅសំខាន់គឺយើងទៅអ្នកបម្រើព្រះអង្គជាអ្នកដឹកនាំបាទអញ្ចឹងអរគុណដល់ព្រះអង្គឥឡូវយើងបន្តទៀតព្រះគម្ពីរតេតុសបាទព្រះគម្ពីរតេតុសជាព្រះគម្ពីរដែលសរសេរឡើងដោយសាវកប៉ុល Writing by Apostle Paul បាទសរសេរឡើងដោយសាវកប៉ុលចំណុចទី2បំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធយើងដឹងថាគ្រប់ទាំងបទគម្ពីរគឺព្រះវិញ្ញាណបណ្ដាលឲ្យតែងទេគឺមានប្រយោជន៍សម្រាប់ការបង្រៀនការរំលឹកឲ្យដឹងខ្លួនការប្រដៅតម្រង់និងការបង្ហាត់ខាងឯសេចក្តីសុចរិតអញ្ចឹងហើយការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធគ្រប់ទាំងបទគម្ពីរគឺបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធហើយព្រមគ្នាផងដែរព្រះគម្ពីរតេតុសក៏បំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធផងដែរសរសេរទៅកាន់លោកតេតុសព្រះគម្ពីរតេតុសបានបញ្ជាក់នៅក្នុងព្រះគម្ពីរគឺសរសេរទៅលោកតេតុសបាទព្រះអង្គសរសេរទៅកាន់បុគ្គលផ្ទាល់តែម្ដងចំណុចទី4សរសេរមកកាន់យើងអាមែនដូចខ្ញុំលើកនិយាយខាងលើមិញគឺសរសេរទៅកាន់បុគ្គលផ្ទាល់អញ្ចឹងព្រះគម្ពីរនេះគឺសរសេរមកកាន់យើងមកកាន់ខ្ញុំមកកាន់អរលោកបងប្អូនដែលស្ដាប់បាទអញ្ចឹងយើងបន្តទៅទៀតតេតុសគឺជាបរិសម្នាក់គាត់គឺជាបរិសម្នាក់ទេណាគាត់មិនមែនជាបុគ្គលឆ្នើមបុគ្គលល្បីឬបុគ្គលមានអំណាចណាទេប៉ុន្តែព្រះអង្គទុកគាត់សំខាន់ទោះគាត់ជាមនុស្សសាមញ្ញឬគាត់ជាមនុស្សបែបណាក៏ដោយព្រះអង្គរាប់មនុស្សម្នាក់សំខាន់ណាស់នៅចំពោះព្រះនេតព្រះអង្គឲ្យតែអស់អ្នកនោះបានជឿអស់អ្នកនោះបានស្គាល់ហើយទទួលគឺត្រឡប់ទៅជាកូនរបស់ព្រះនៅកាពីយ៉ូហានចំពុក1ខ12បានចែងថាអស់អ្នកណាដែលក៏ដោយឲ្យតែឮហើយទទួលជឿទទួលគឺត្រឡប់ជាកូនរបស់ព្រះបាទអញ្ចឹងព្រះគម្ពីរនេះសរសេរនៅទៅកាន់គ្រិស្តបរិស័ទចំនួនទី1បាទ First Generation Christian Galatians chapter 2 verse 1 to 3 អញ្ចឹងសរសេរទៅកាន់គ្រីស្ទានចំនួនទី1អាចនិយាយបានថាតេតុសគឺជាបរិសម្នាក់ជាគ្រីស្ទានចំនួនទី1អរគុណដល់ព្រះចំណុចទី2ម្នាក់ឯងនៅក្នុងបណ្ឌកិច្ចព្រះគម្ពីរតេតុសបានលើកទឹកចិត្តខ្ញុំ
ខ្ញុំជឿថានឹងលើកទឹកចិត្តឲ្យបងប្អូនទៅគ្រូអ្នកគ្រូព្រមទាំងបម្រើព្រះទាំងអស់គ្នាយើងជាអ្នកដែលជឿព្រះអង្គតែម្នាក់ឯងគឺមានភាពលំបាកមានភាពឯកោមានភាពកំសត់ដូចព្រះអង្គមានទូលថាអស់អ្នកណាដែលកំសត់ខាងព្រលឹងវិញ្ញាណមានពោហើយអញ្ចឹងខ្ញុំបាទផ្ទាល់ក៏ជាម្នាក់នៅក្នុងគ្រួសារដែលជឿព្រះតែម្នាក់ឯងដែរអញ្ចឹងព្រះគម្ពីរទីតូសនេះព្រះអង្គមានបន្ទូលទៅទីតូសយ៉ាងណាព្រះអង្គក៏មានបន្ទូលមកខ្ញុំដូចនោះដែរដោយព្រោះហេតុផលនេះខ្ញុំបានទទួលអ្នកនៅកោះក្រេតបាទកន្លែងនេះគឺសំខាន់ណាស់ដោយជំនឿដ៏សំខាន់សម្រាប់យើងទោះក្នុងស្ថានភាពជឿព្រះអង្គឯកាយ៉ាងណាក៏ដោយព្រះអង្គបានចាត់ឲ្យបម្រើព្រះអង្គលើកទឹកចិត្តយ៉ាងពិសេសណាយ៉ាងពិសេសដោយហេតុនេះជាងកន្លែងនេះចង់សង្កត់ធ្ងន់ថាដោយសេចក្តីទាំងអស់នឹងទោះជាបែបនឹងទោះជាយ៉ាងនឹងក៏ព្រះអង្គមិនបោះបង់ចោលឡើយបាទដោយហេតុនេះបាទខ្ញុំទុកអ្នកនៅកោះក្រេតបាទទុកសវៈទុកលោកទេតោសនៅកោះក្រេតដោយហេតុទាំងអស់នឹងបាទអញ្ចឹងបន្តទៀតនៅក្នុងវប្បធម៌អ្នកមិនជឿបាទគេដូចខ្ញុំនិយាយខាងលើអញ្ចឹងយើងតែម្នាក់ឯងយើងរស់នៅក្នុងចំណោមអ្នកជឿនៅក្នុងគ្រួសារយើងមានម្នាក់ជឿប៉ុន្តែមានជាច្រើនអ្នកទៀតអត់ជឿសំខាន់ណាស់ដែលយើងត្រូវមានការបដិញ្ញាចិត្តសំខាន់ណាស់យើងត្រូវតែមានជំហរច្បាស់លាស់ទីតោសចំពុក1ខ12មានពួកគេម្នាក់គឺជាហោរារបស់ផងគេបានថាពួកសាសក្រេតចេះតែភូតកុហកល្មមណាបាទអញ្ចឹងនៅក្នុងព្រះគម្ពីរនៅក្នុងស្ថានភាពបែបនេះនៅក្នុងសង្គមឬនៅក្នុងវប្បធម៌ផ្សេងនឹងមានរឿងជាច្រើនដូចនៅក្នុងព្រះគម្ពីរនឹងដែរអញ្ចឹងយើងបន្តទៅទៀតបាទឥឡូវយើងបន្តមកទីតោសគឺជាបរិសម្នាក់ខាងលើយើងបាននិយាយថាទីតោសគឺជាបរិសម្នាក់ហើយយើងក៏សរសេរបន្ថែមថាទីតោសគឺជាបរិសម្នាក់កន្លែងនេះចង់សង្កត់ធ្ងន់ណាចង់សង្កត់ធ្ងន់គ្រប់គ្នាយើងម្នាក់បាទយើងម្នាក់សេចក្តីសង្គ្រោះមិនមែនជួយអ្នកផ្សេងជួយយើងបានទេត្រូវចាំគឺយើងម្នាក់នៅចំពោះព្រះយើងម្នាក់ដែលត្រូវប្រាជ្ញចិត្តយើងម្នាក់ដែលត្រូវបដិញ្ញាចិត្តមិនមែនអ្នកផ្សេងបដិញ្ញាចិត្តជំនួសយើងទេទេតោះគឺជាបរិសម្នាក់បាទត្រាស់ហើយដើម្បីនាំដំណឹងល្អទាំងស្រុងទៅកាន់ក្រុមជំនុំបាទទូនាទីទំនួលខុសត្រូវដ៏ធំរបស់សាវកទីតោសឬក៏អាចនិយាយថាជាអ្នកបម្រើព្រះអង្គទីតោសបាទគាត់គឺមានតួនាទីធំណាស់យើងម្នាក់ពេលខ្លះយើងអត់ដឹងថាយើងជាមនុស្សដែលមានតួនាទីធំយើងជាអ្នកបម្រើព្រះដ៏ធំនៅក្នុងស្ថានភាពនេះព្រះអង្គមានបន្ទូលថាព្រះអង្គត្រាស់ហៅអ្នកមកដើម្បីនឹងល្អទាំងស្រុងទៅកាន់គ្រួសារទៅកាន់សហគមន៍សមាគមឬក៏ទៅកាន់ប្រទេសជាតិរបស់អ្នកយើងម្នាក់នេះគឺសារៈសំខាន់ណាស់ដើម្បីនឹងជួយមនុស្សជាច្រើនអ្នកឲ្យបានទទួលសេចក្តីសង្គ្រោះដូចយើងបន្តទៀតត្រាស់ហៅដើម្បីរៀបចំអ្នកដឹកនាំក្នុងក្រុមជំនុំកន្លែងនេះគឺសំខាន់ណាស់នៅពេលណាដែលយើងប្រកាសដំណឹងល្អនៅពេលណាដែលយើងមានអ្នកទទួលជឿហើយយើងត្រូវតែបង្រៀនគេត្រូវការដឹកនាំគេឲ្យគេធ្វើតាមរបៀបដែលព្រះអង្គមានបន្ទូលធ្វើតាមរបៀបដែលមានអំណាចមកហើយមានរបៀបហើយដើម្បីឲ្យយើងឲ្យគាត់កាន់តែល្អឲ្យគាត់កាន់តែរីកចម្រើនបន្តទៀត